Hello សួស្តីអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់វីដេអូថ្មីយេអូខេអ្នកទាំងអស់គ្នាដោយសារថ្ងៃនេះខ្ញុំមានការលបល់ចឹងទៅវីដេអូថ្ងៃនេះយកមិនបានកាត់ទេនឹងទៅ go through ចឹងមកប៉ុន្តែថ្ងៃនេះវាជារឿងដែលសំខាន់មែនតើបើសិនបើអ្នកទាំងអស់គ្នាហ៊ានចាំឯកសារមួយនឹងខុសវាអាចនឹងធ្លាក់ដោយលើកដំបូងនៅពេលដែលខ្ញុំដាក់ចឹងយ៉ាចឹងតាមដានវីដេអូមួយនេះកុំភ្លេចតាមដានវីដេអូមួយនេះតាមពីដើមដល់ចប់អ្នកគ្នាអូខេចឹងថ្ងៃហ្នឹងយើងមកដល់ form 1ចំណុចលេខ8តកតងជាមួយនឹង CGPA អញ្ចឹង GPA មានថាគឺជាប្រតិបត្តិបន្ទុករបស់យើងអញ្ចឹងកន្លែងហ្នឹងឥឡូវខេសដំបូងខ្ញុំនឹងនិយាយពីថ្នាក់បញ្ញាបត្របើសិនបើគាត់ដាក់មករៀនថ្នាក់បញ្ញាបត្រនៅប្រទេសកូរ៉េអញ្ចឹងអ្នកនរគ្នាអាចមើលវីដេអូបាច់មើលរូបនៅលើ screen នេះបានគេដាក់ប្រាប់ថា CGPA អញ្ចឹងគឺមានព័ត៌មានទាំងអស់ហ្នឹងហើយអូខេអញ្ចឹងដំបូងខ្ញុំនិយាយខាសសម្រាប់ថ្នាក់បញ្ញាបត្រអូខេអញ្ចឹងសម្រាប់ថ្នាក់បញ្ញាបត្រអ្នកទាំងអស់គ្នាត្រូវតែ show បង្ហាញនៅប្រតិបត្តិបន្ទុករបស់គ្នានៅថ្នាក់ទី12ត្រូវអញ្ចឹងនៅពេលអ្នកនរគ្នាដាក់អ្នកនរគ្នាកន្លែងyear 1 year 2 year 3 year 4ហ្នឹងអ្នកនរគ្នាមិនបាច់ដាក់ year ហ្នឹងទេប៉ុន្តែអ្នកនរគ្នាត្រូវដាក់ដូចជា10 grade 11 grade and 12 grade ចឹងទៅហើយបន្តមកទៀតបើសិនបើអ្នកគ្នាមានបន្ទុកតាមប្រតិបត្តិបន្ទុកតាម semester តាមឆ្នាំមួយអ្នកគ្នាដាក់ទៅតែបើសិនបើអត់មានទេលោកអាប្លោះហ្នឹងដាក់មួយឆ្នាំចង់ទៅក៏បានដែរហើយ range កន្លែងហ្នឹងគេអាចដាក់2ទី1អ្នកគ្នាអាចដាក់ range ថាអ្នកគ្នារៀនប្រចាំឆ្នាំនេះហ្នឹងបានលេខម៉ាតាមហ្នឹងអញ្ចឹងណាអូខេអញ្ចឹងអានេះខ្ញុំនិយាយពី GPA ដំបូងជាធម្មតានៅខ្មែរយើងមាន GPA អញ្ចឹងណាអាហ្នឹងគេហៅថាប្រតិបត្តិបន្ទុកប៉ុន្តែពេលមកដល់កូរ៉េពេលដែលគេដាក់អាហារប្រកបច្រើនគេហៅ CGPA តាមពិតទៅអាហ្នឹងវាមានអីញ៉ៃទេវាគ្រាន់តែថាទី1គេត្រូវការអ្នកគ្នាមានលិខិតបញ្ជាក់ច្បាស់លាស់ថាតើ CGPA អ្នកគ្នាប្រកាសជាបានប៉ុណ្ណឹងអត់អញ្ចឹងមានពីរករណីនៅក្នុងការធ្វើ CGPA បានទី1អ្នកគ្នាអាចឲ្យទៅសាលារបស់អ្នកគ្នាពេលដែលយើងរៀនអញ្ចឹងខ្ញុំប្រាប់ទៅថាគ្រូខ្ញុំសូមធ្វើមធ្យមភាគសម្រាប់អីគេប្រតិបត្តិបន្ទុកអញ្ចឹងអ្នកគ្នាអញ្ចឹងអ្នកគ្នា10 11 12អញ្ចឹងយក10 11 12របស់អ្នកគ្នានឹងបូកចូលគ្នាទៅមធ្យមភាគប្រចាំឆ្នាំរបស់អ្នកគ្នានឹងឲ្យចែកនឹង3ទៅអញ្ចឹងណាបន្ទាប់មកអ្នកគ្នានឹងទទួលបានមធ្យមភាគរបស់មធ្យមភាគរបស់ how to say មធ្យមភាគរបស់ប្រតិបត្តិបន្ទុកហ្នឹងហើយអូខេអញ្ចឹងអ្នកគ្នាដាក់នៅកន្លែងconverted CGPA អ្នកគ្នាcũngដាក់នៅកន្លែង CGPA ដោយសារតែមានថា converted CGPA មានថាអ្នកបើពេលយើងចេញមកហ្នឹងឯកសារបើយើងចេញយក C converted CGPA ព្រោះយើងដំបូងយើងអត់មានតន CGPA ហ្នឹងអញ្ចឹងអ្នកគ្នាទុកឲ្យកន្លែង CGPA នេះទុកចោលយល់អត់ពេញនៅកណ្ដាលតែកន្លែង converted CGPA អញ្ចឹងហើយបន្ទាប់មក score percentile ហ្នឹងអ្នកគ្នាអាចទៅមើលនៅក្នុង application guideline នៅក្នុងចុងក្រោយស្លឹកគេផ្អស់គេនឹងប្រាប់ឲ្យបើសិនបើអ្នកគ្នា range 4.0 ឬក៏ range ប្រហែលអីចឹងទៅអ្នកទាំងគ្នាវាអាចនឹង convert ទៅបន្ទុកទៅវាប្រហែលអញ្ចឹងអានឹងមានដូចគ្នាអូខេអញ្ចឹងអានេះគឺសម្រាប់ថ្នាក់បញ្ញាបត្របើមានចង្អុលអាច comment សួរក្នុងវីដេអូបានបន្ទាប់មកទៀតសម្រាប់ថ្នាក់ដែលអ្នកមកគាត់មករៀនថ្នាក់អនុមតិខ្ញុំករណីខ្ញុំអញ្ចឹងសាលារបស់ខ្ញុំក៏ចេញមកក៏វាមាន CGPA ដែរអ្នកគ្នាត្រូវតែ convert ទៅ CGPA ដូចគ្នាអញ្ចឹងទៅមានន័យថានៅពេលអ្នកនរគ្នាដាក់អាហ្នឹងគឺអ្នកនរគ្នាត្រូវតែមានអាហ្នឹងគឺឯកសារសំខាន់មែនតើអូខេអញ្ចឹងនៅពេលដែលអ្នកនរគ្នាធ្វើមិនអញ្ចឹងករណីខ្ញុំនៅក្នុងកន្លងនៃគេដាក់ហ្នឹងគឺមានតែ4ឆ្នាំទេត្រូវប៉ុន្តែសាលាខ្ញុំគឺរៀន5ឆ្នាំអញ្ចឹងអ្នកនរគ្នាអាចបន្ថែមកន្លងមួយទៀតទៅសម្រាប់ Techno អញ្ចឹងណាអូខេអញ្ចឹងនៅពេលអ្នកនរគ្នាបន្ថែមកន្លងហ្នឹងហើយអស់អ្នកនរគ្នាអាចដាក់ទៅបើសិនបើអ្នកនរគ្នាមានបន្ទុក GPA តាមឆមាសអ្នកនរគ្នាក៏ដាក់តាមឆមាសតែបើសិនបើមានឆមាសទេលុបឲ្យប្លោះកដាលហ្នឹងដាក់ទៅដាក់មួយឆ្នាំទី1អញ្ចឹងទៅបានមែនអូថយខ្ញុំករណីខ្ញុំមែនឆ្នាំទី1ខ្ញុំបាន 3.0 ឬ 3.5 អីចឹងទៅអញ្ចឹងណាហើយតមកដាក់ទៅឲ្យ range របស់អ្នកគ្នានឹងប្រហែលអញ្ចឹងទៅតាមហ្នឹងអញ្ចឹងទៅហើយបន្ទាប់មកពេលដែលខ្ញុំធ្វើហ្នឹងខ្ញុំដល់សាលាប្រាប់ថាសាលាខ្ញុំត្រូវការឯកសារទៅជាមួយនឹង issue CGPA អញ្ចឹងទៅគាត់ប្រាប់ហ្នឹងទៅគាត់ issue ឲ្យអញ្ចឹងបន្ទាប់ពីហ្នឹងឲ្យអស់និយាយទៅបើសិនបើអ្នកនរគ្នាម្ដងទៀតបើសិនបើអ្នកនរគ្នាចេញមកវាមិនមែនជា CGPA ទេអ្នកនរគ្នាកុំពេញនៅកន្លែង CGPA អ្នកគ្នាត្រូវពេញនៅកន្លែង converted CGPA អាកន្លែង CGPA ហ្នឹងទុកចោលអូខេហើយបន្ទុកហ្នឹងដូចគ្នាអាច score percentile ហ្នឹងអ្នកគ្នាអាចមើលតាមហ្នឹងបានតាមពិតទៅមានករណីមួយទៀតនេះខ្ញុំសូមបន្ថែមតិចទៅ
តាមពិតតើតើជាមួយនឹងក្នុងការធ្វើ CGPA ហ្នឹងអ្នកនរចាំបាច់ឲ្យគ្រូធ្វើឲ្យក៏បានដែរប៉ុន្តែអ្នកនរអាចធ្វើតាមពេញអនឡាញខ្ញុំភ្លេចឈ្មោះបានតែជាមួយខ្ញុំនឹកឃើញខ្ញុំដាក់នៅក្នុង comment ឲ្យអ្នកនរអាចធ្វើនឹងបានប៉ុន្តែបន្ទាប់ពីអ្នកនរទទួលបានឯកសារហ្នឹងហើយអ្នកនរត្រូវតែយកទៅឲ្យខាងសាលាគេទទួលអូខេដឹងឮទទួលខុសត្រូវទៅដែរអញ្ចឹងព្រោះដោយសារតែពេលយើងធ្វើអនឡាញហើយគេមិនប្រកាសថាហ្នឹងខាងសាលាគេទទួលមិនថាគេទទួលដឹងឮអញ្ចឹងទៅអាហ្នឹងវាបាក់ដែរខ្ញុំឃើញជនជាតិមួយចំនួនគេធ្វើប៉ុន្តែមុនក្រោយនៅតែឲ្យសាលាសាញតារាហើយសាលាមួយចំនួនក៏អត់សាញទេព្រោះសារគាត់អត់ដឹងពីកម្មវិធីហ្នឹងអញ្ចឹងខ្ញុំនៅតែព្យាយាមឬក៏ suggest ឲ្យអ្នកនរគ្នាឲ្យទៅធ្វើពីខាងសាលាផ្ទាល់ទៅអូខេអញ្ចឹងខ្ញុំសង្ឃឹមថាអ្នកនរគ្នាពេញចិត្តវីដេអូមួយនេះហើយម្ដងទៀតបើសិនបើមានចង្អល់អាច comment សួរនៅក្នុងវីដេអូនេះបានហើយអញ្ចឹងថ្ងៃស្អែកខ្ញុំនឹងប្រាប់អ្នកនរគ្នាតពីតាក់ទងជាមួយនឹងការបំពេញ application form ហ្នឹងតទៀតអញ្ចឹងបើសិនចូលចិត្តវីដេអូមួយនេះសូមកុំភ្លេចជួយ like ហើយ share វីដេអូនេះផងហើយអញ្ចឹងថ្ងៃនេះមានប៉ុណ្ណឹងហើយអូខេបាយបាយ